tiếp xuống ôn ngày đây bạn cứ cho miếng video tham mây mui cho thấy ôn ngày đấy bạn cứ nhóm bộ sai bạn pí bong prom này bạn cứ gật bán chat châu page bạn nhóm hai cái số thang tớ dương cuaแต่ post video ទៅលើ page តែមួយឬក៏យើងបង្កើត page ពី3ដល់3 post ចង់និយាយថាគិតចង់លេងពី3 page ចង់ណាគិតជាអ្នកផលិត video original ដែរតែក៏ចង់ post ពី3 page ចង់និយាយថាមាន video ដែរគឺគិត post video ផ្សេងៗគ្នាហើយគិតអត់ចង់លេងតែមួយ page ក៏ចង់បង្កើតពី3 page ដូច្នេះបាទគឺការបកស្រាយតាមគំនិតរបស់ខ្ញុំបាទគឺចំពោះបទពិសោធន៍នឹងអ្វីដែលខ្ញុំធ្លាប់ជួបគឺខ្ញុំអត់ចង់គិតបង្កើតច្រើន page ទេបងប្អូនគឺចង់ឲ្យគាត់បង្កើតតែមួយ page ទេបងប្អូនដែលលេង video original បាទតែប៉ុន្តែចំពោះបងប្អូនដែលគាត់លេងកាប់ដាវបាទគឺគាត់លេងកាប់ដាវគឺគាត់អត់លេងមួយ page ទេបងប្អូនគឺកាប់ដាវគឺគាត់លួច video គេកាត់តគឺពាក្យថាអ្នកលេង MMO បាទគឺគេលេង MMO គឺមានច្រើនបងប្អូនអ្នកខ្លះគឺគាត់បង្កើត video content original ខ្លួនឯងអ្នកខ្លះគឺគាត់លួច video របស់គេមកកាត់តផ្សេងៗដើម្បីរលួយជាមួយ Facebook ដូច្នេះចង់ចម្លើយបាទបើសិនជាយើងធ្វើ original នឹងធ្វើកាប់ដាវគឺវាខុសគ្នាបងប្អូនបើសិនជាយើងធ្វើ original ជា original ខ្លួនយើងគឺយើងផលិតមាតិការបស់ខ្លួនយើងគឺវាពិបាកបងប្អូនដោយសារថាយើងត្រូវផលិត video ខ្លួនឯងហើយកាត់ត upload ខ្លួនឯងត្រូវបាន video មួយគឺវាចំណាយពេលច្រើនហើយទើបយើងមានសមត្ថភាពក្នុងការផលិត video បានល្អផងដែរបើសិនជាអ្នកកាប់ដាវគឺគាត់ស្រួលបងប្អូនគឺគាត់គាត់ download video របស់គេណាដែលផ្ទុះល្បីៗមកគាត់យកមកកាត់ត edit ទៅគាត់ថោះបាទដូច្នេះគឺវាស្រួលជាងយើងដូច្នេះគាត់មានឱកាសគាត់បង្កើតច្រើន page បានបងប្អូនមានន័យថាអ្នកខ្លះគឺគាត់កាន់ម្នាក់រាប់ពាន់ page បងប្អូនគឺគាត់ខ្វល់ទេចង់និយាយថា page ណាខូចក៏ខូចទៅ page ណាដើរក៏គាត់យកចង់និយាយថាដូចគាត់ចាក់ឆ្នោតបងប្អូនចង់និយាយថាគាត់បង្កើតរាប់ពាន់ page ចោលហើយគាត់ផុសទៅ video ណាដែល Facebook អនុញ្ញាតគាត់រលួយគាត់មានឱកាសរលួយបានគឺគាត់ធ្វើទៅដោយសារគាត់អត់មានចំណាយពេលទៅផលិត video ដូចខ្ញុំនឹងគួយថត video អីវិញឆ្ងាយរកគំនិតរក idea ថ្មីដើម្បីចែករំលែកគឺអត់ទេគឺគាត់យកតែ video របស់គេទេចង់និយាយយក video ដែលល្បីៗមកគាត់កាត់តទៅគាត់ផុសចោលទៅ4 10 page គាត់កាត់អា page នេះធ្វើ content នេះ page នេះ content ណាស់ហើយគឺគាត់អត់នឿយទេបងប្អូនគឺគាត់មានពេលសម្រាប់កាត់តហើយគាត់ភិកច្រើនគឺពួក MMO ធំគឺគាត់នៅតែកុំព្យូទ័រទេបងប្អូនគាត់នៅកុំព្យូទ័រកាត់តបើងាយដាច់បាយទឹកហ្នឹងឯងបាទចំពោះយើងអ្នកធ្វើ video original ខ្លួនយើងគឺវាពិបាកបងប្អូនដោយសារតែដូចខ្ញុំនិយាយចឹងឯងពីមុខ video គឺយើងត្រូវផលិត video ខ្លួនឯងដូចខ្ញុំទៅថត video ខ្លួនឯងរកគំនិតនិយាយបើយើងអត់ចេះនិយាយអត់ចេះផលិតទៀតគឺអត់កើតគឺយើងអត់មាន video ក្នុងការផុសទេបងប្អូនហើយបាទតោះឥឡូវយើងចូលសាច់រឿងយើងវិញបាទគឺចំពោះគំនិតនិងបទពិសោធន៍របស់ខ្ញុំចំពោះបងប្អូនដែលធ្វើ video original ខ្លួនឯងបងប្អូនគួរតែលេងតែមួយ page បានហើយបងប្អូនយើងអាចមានពេលទៅបង្កើត page ច្រើនទេបងប្អូនទី1ការបង្កើត page ច្រើនគឺក៏វាអត់ល្អដែរបងប្អូនតែបទពិសោធន៍របស់ខ្ញុំកាលមុនខ្ញុំធ្វើ YouTube ក៏ខ្ញុំធ្លាប់បង្កើត2 channel ចង់និយាយថាបង្កើត channel 2ដូច្នេះយើងស្ទះបងប្អូនបទពិសោធន៍ទី1គឺយើងស្ទះ video បងប្អូនថាទី1បងប្អូនបង្កើតថ្មីៗដូចបងប្អូនមានពេលបងប្អូនមានពេលច្រើនសម្រាប់ផលិត video ថតលេងមួយថ្ងៃ 4-10 video ទេបានតែពេលយូរទៅបងប្អូននឹងបាក់ទឹកចិត្តទី1យើងអត់សូវមាន view ទី2យើងរវល់ការងារផ្ទះខ្លួនរបស់យើងដែរបងប្អូនយើងមានតែនៅធ្វើតែ video ផលិតដើម្បីរលួយទៅ Facebook ទេគឺវាអត់បានចំណេញទេបងប្អូនមានន័យថាវាអត់អាចយកលុយអា Facebook YouTube មកផ្គត់ផ្គង់គ្រួសារយើងបានទេគ្រាន់តែថាដូចខ្ញុំធ្វើនេះគឺថាខ្ញុំចែករំលែកចង់និយាយថាឆ្លៀតឱកាសទំនេរទី2ទៅខ្ញុំថតលេងទៅហើយខ្ញុំឆ្លៀតប្រម៉ូទលក់ទូរស័ព្ទអីទៅវាបានផលប្រយោជន៍ដែរបើមិនអត់ប្រយោជន៍ខ្ញុំអត់ទៅថត video ចែករំលែកញ៉ៃនឹងខាត់ពេលតែបងប្អូនខ្ញុំលក់ទូរស័ព្ទលក់អីចឹងទៅវាបានលុយផ្គត់ផ្គង់គ្រួសារមកស្រួលហើយគ្រាន់តែថាខ្ញុំចូលចិត្តបើខ្ញុំធ្វើមកយូរហើយប៉ុន្តែលើកមុនខ្ញុំធ្វើទៅលើ YouTube ហើយខ្ញុំមិនធ្លាប់បានលុយបានកាក់ដែរគ្រាន់តែថាយើងគិតតាមបើសិនជាយើងដេកដួលទៅលើលុយ social media គឺអត់ត្រុសត្រង់រួចអត់ត្រុសត្រង់ជីវភាពប្រចាំថ្ងៃយើងបានទេគ្រាន់តែថានេះតែបងប្អូនដែលគាត់ចូលចិត្តស្រឡាញ់ហើយក៏ថតវីដេអូលេងដូចបងប្អូនខ្ញុំដែរលេង Facebook YouTube គឺយើងទោះបីយើងមិនរកលុយគឺយើងផុសលេងធម្មតាដែរយើងផុសលេងធម្មតាដែរយើងមានឱកាសថាក្រុមហ៊ុនគេអាចឲ្យយើងរកលុយគឺយើងដាក់បន្ថែមទៅបាទគឺយើងធ្វើវីដេអូ original ហើយគឺយើងបើសិនជាក្រុមហ៊ុនគេអនុញ្ញាតយើងរកលុយគឺយើងអាចមានឱកាសចំណេញដែរបងប្អូននិយាយថាយើងផុសលេងធម្មតាទោះបីយើងមិនរកលុយគឺយើងដាក់កាតមើល Facebook មើលអីដដែលបងប្អូនទៅពេលថាយើងរកលុយបានជាមួយគេក៏យើងបានតិចតួចមកគឺយើងផ្គត់ផ្គង់ដែរបាទហើយឥឡូវចូលសាច់រឿងយើងចេះតែនិយាយទៅវាចេះតែខុសតិចក្តីបងប្អូនតោះឥឡូវមិនយើងនិយាយថាបទពិសោធន៍ទី1គឺយើងបាក់ទឹកចិត្តនឹងយើងអត់ផលិតវីដេអូអត់ទឿនបងប្អូនដោយសារខ្ញុំនិយាយពីមុខថ្ងៃមុនដំបូងគឺយើងមានវីដេអូ4 10នេះយើងបាច់ផុសបាន2 3 page ប៉ុន្តែយូរទៅគឺយើងអត់មានពេលលេងបងប្អូនគឺយើងបាក់នេះជាបទពិសោធន៍ទី1បាទហើយបទពិសោធន៍ទី2គឺអូឌៀនយើងបាទគឺអូឌៀនរបស់យើងវាពិបាកតាមដានបងប្អូនដូចខ្ញុំនិយាយមុខវីដេអូដែរម្ដងទៀតបាទគឺទៅពេលខ្ញុំធ្វើ YouTube មុនដំបូងគឺអូឌៀនរបស់យើងវាមូលបងប្អូនយើងនិយាយថាយើងផលិតវីដេអូខ្ញុំ upload តែមួយ channel ទេ channel YouTube តែមួយទេដូចខ្ញុំធ្វើដើរលេងផងវីដេអូចែករំលែកផងដូចនៅក្នុង page ខ្ញុំឯងគឺខ្ញុំធ្វើម៉េចគឺយើងធ្វើជាវីដេអូដើរលេងកម្សាន្តចែករំលែកយើងមានវីដេអូណាដែលយើងថតបានគឺយើងផុសចូលក្នុង page ទៅមានន័យថាអ្នកតាមដានរបស់យើងគឺគាត់តាមដានលើ YouTube របស់យើងជាប់បាទដល់ឥឡូវ Facebook ខ្ញុំក៏ដោយដែរខ្ញុំធ្វើតែមួយទៅដូចថាបងប្អូន follow page មកខ្ញុំពេលខ្ញុំផុសទៅមិនថាវីដេអូកម្សាន្តវីដេអូខ្ញុំលក់អីវ៉ាន់វីដេអូខ្ញុំចែករំលែកអ្វីផ្សេងគឺបងប្អូន follow តែមួយមកផុសទៅឃើញតែ3វីដេអូណាបងប្អូនចង់មើលក៏មើលបងប្អូនមិនចង់មើលក៏អត់ទៅតែដូច្នេះគឺបងប្អូនងាយតាមដានទេបើសិនខ្ញុំបំបែក2 page គឺបងប្អូនរេបងប្អូនរេបណ្ដាបងប្អូនខ្ញុំទៅពេលតាមដានអ្នកណាម្នាក់ទៅពេលមើលទៅឃើញកើតម្ដងផុសនៅ page នេះម្ដងផុសនៅ page នោះដូច្នេះយើងក៏ទី1យើងអត់មានទំនុកចិត្ត
ទី2គឺយើងខ្ជិលតាមដានវាឯទៅដូចតែពេលនេះម្ដងផុសអានេះផងអានោះផងអាណាតាម follow ទេវាធុញដែរញ៉ៃញ៉ៃឈប់មើលវីដេអូបណ្ដាឲ្យបានតោះឥឡូវវីដេអូនេះគឺខ្ញុំគ្រាន់តែ recommend នឹងចែករំលែកថាបើសិនជាបងប្អូនធ្វើ content original ខ្លួនឯងបងប្អូនគួរតែផលិតតែ20បានហើយបងប្អូន